ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីទំនាក់ទំនងផ្លូវភេទសម្រាប់សុភមង្គលគ្រួសារជួបជាមួយខ្ញុំបាទសេរីវត្តថ្ងៃនេះខ្ញុំនឹងលើកយកសំណួរមួយចំនួនដែលយើងបានមកពីព្រឹត្តិការណ៍ SP33 event របស់យើងដែលជាសំណួររបស់បងប្អូនជាអតិថិជនផ្ទាល់និងជាអតិថិជននៅតាមបណ្ដាញសង្គមឬក៏ប្រព័ន្ធទំនាក់ទំនងផ្សេងៗមកដើម្បីសួរអ្នកគ្រូសិពលដែលជា CEO និងស្ថាបនិករបស់ Brand Siple SP និងជា idol របស់យើងផងដែរជាសួរចាជំរាបសួរបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់លើកយកសំណួរពីបងប្អូនប្រិយមិត្តយើងទាក់ទងជាមួយនឹងទំនាក់ទំនងរវាងប្តីប្រពន្ធដែលជាសុខភាពផ្លូវភេទរបស់គាត់ចាអញ្ចឹងខ្ញុំសូមលើកសំណួរទី1មកបាទអញ្ចឹងសំណួរទី1មានបងស្រីម្នាក់គាត់មានប្រសាសន៍ថាគាត់អស់អារម្មណ៍ពេលនៅជាមួយគ្រួសារតើអាកត្តាដែលអស់អារម្មណ៍ហ្នឹងអាចបណ្ដាលមកពីមូលហេតុអីខ្លះដែរអូខេតកតងជាមួយនឹងបញ្ហាអស់អារម្មណ៍ពេលដែលនៅមួយគ្រួសារចំពោះស្ត្រីចាអាចនឹងជួបបញ្ហានឹងច្រើនហើយកត្តាសំខាន់នោះគឺយើងអាចនិយាយទៅដល់ភាពងាយស្រួលសម្រាប់ស្ត្រីហ្មងចាទី1តកតងជាមួយគេហៅថាការគិត mindset របស់ស្ត្រីចាភាគច្រើនគាត់អត់សូវបានយល់ថាហ្នឹងវាជារឿងចាំបាច់ទេគាត់គិតថាវាជារឿងមិនសំខាន់គាត់គិតថាគឺជារឿងដែលខ្មាស់អៀនចាដែលស្ត្រីយើងមិនគួរទៅចូលចិត្តទៅនឹងអាទំនាក់ទំនងសកម្មភាពផ្លូវភេទហ្នឹងឯងចារឿងចម្បងមកពួកក្នុងចំណោមស្ត្រី10នាក់អាចថាមានសឹងតែ9នាក់កន្លះហើយដែលគាត់ភាគច្រើនគឺអត់ទាន់បែងយល់ឬក៏គាត់គិតថាអត់ចូលចិត្តទៅលើអាទំនាក់ទំនងផ្លូវភេទហ្នឹងចាអាហ្នឹងគឺតកតងជាមួយនឹងរឿងការគិតរបស់គាត់អាចនិយាយថា mindset របស់ស្ត្រីយើងចាមួយទៀតតកតងជាមួយនឹងកត្តាសុខភាពដូចជាកត្តាអរម៉ូនដែលអរម៉ូនស្ត្រីប្រែប្រួលចាគាត់ចាប់ផ្ដើមថយចុះនៅអរម៉ូនភេទរបស់គាត់ជាពិសេសអរម៉ូនអូស្ត្រូសែនហ្នឹងតែម្ដងដោយសារតែការសម្រាលកូនរួចដោយសារតែការប្រើប្រាស់មធ្យោបាយវិទ្យាកណើតឬដោយសារតែគាត់មានការគិតច្រើនស្មុគស្មាញ stress ខ្លាំងពេកទៅវាថយអាអរម៉ូននឹងកាន់តែច្រើនកត្តាប្រព័ន្ធភាពស៊ាំគាត់ចុះខ្សោយគាត់ស្គមពេកគាត់ចាប់ផ្ដើមមានជំងឺប្រចាំកាយអញ្ចឹងវាធ្វើឲ្យបាត់បង់អាចំណង់នឹងបន្តិចម្ដងក៏វាតាក់ទងជាមួយនឹងកត្តាផ្លូវចិត្តបើសិនជាស្ត្រីយើងមានជំងឺផ្លូវចិត្តគាត់បាក់ទឹកចិត្តគាត់ពិបាកចិត្តនិយាយទៅ stress រឿងមួយតែបើឈានទៅដល់ជំងឺបាក់ទឹកចិត្តជំងឺផ្លូវចិត្តនឹងទៀតហិតតែបាត់បង់ចំណង់នឹងកាន់តែច្រើនមួយទៀតគឺការបង្កើតទំនាក់ទំនងរវាងដៃគូរបស់គាត់ស្វាមីភរិយាឬក៏ដៃគូនឹងមិនសូវចាបង្កើតអាបរិស្ថានចាឬក៏បរិស្ថានបរិយាកាសចាបរិយាកាសដែលធ្វើឲ្យបង្កទៅឲ្យមានក្តីស្រឡាញ់មានភាពផ្អែមល្ហែមព្រោះកាលណាមានក្តីស្រឡាញ់និងភាពផ្អែមល្ហែមអាការបញ្ចេញអរម៉ូនចាដែលវារំញោចទៅលើអារម្មណ៍ផ្លូវភេទហ្នឹងគឺវាអូតូតែម្ដងវានឹងអាចមានតែម្ដងតែបើសិនជាករណីថាគាត់មិនសូវមានទំនាក់ទំនងការប្រស្រ័យតាក់ទងការផ្អែមល្ហែមជាមួយប្តីប្រពន្ធគាត់ទេក៏វាបាត់បង់មួយផ្នែកដែរចាឃើញថាមុននេះអ្នកគ្រូបកស្រាយទៅលើបញ្ហាកត្តាអរម៉ូនការធ្លាក់ចុះនៅអរម៉ូនអូស្ត្រូសែនអញ្ចឹងឧទាហរណ៍ថាបើសិនជាគាត់មានបញ្ហាហ្នឹងតើគាត់អាចធ្វើអីបានដើម្បីឲ្យមានចំណងផ្លូវភេទនឹងមួយវិញជាមួយប្តីគាត់ជាមួយគ្រួសារគាត់ឬក៏អាចមានជាដំណោះស្រាយអីខ្លះដើម្បីគាត់អាចធ្វើបានដែរតកតងជាមួយនឹងកត្តាអរម៉ូនគឺជារឿងធំមែនទែនហ្មងទោះជាការប្រើប្រាស់អ្វីក៏ដោយបើសិនជាស្ត្រីយើងគាត់ចង់និយាយថាវាជារឿងធម្មជាតិដែលស្ត្រីត្រូវតែមានការប្រែប្រួលអរម៉ូនទី1កត្តាអាយុឧទាហរណ៍ថាយើងនៅក្នុងវ័យបន្តពូជជុំវិញអាយុ25ទៅ30ឆ្នាំចាគឺជាកម្រិតដែលអរម៉ូនបើថាកម្ពស់នៃអរម៉ូនភេទស្ត្រីបើពីចុងជើងដល់ក្បាលសឹងថាត្រឹមកវាពេញហ្មងវា full ហ្មងដល់តែពេលអាយុគាត់កាត់តែថយចុះទៅអរម៉ូននឹងកាន់តែចុះទៅបើដូចគាត់អាយុត្រឹមថាជុំវិញអស់រដូវ45-50ឆ្នាំឯងចុងអរម៉ូននឹងចុះដល់ចុងជើងបានថាបើគេប្រៀបធៀបបើថាវាចុះរហូតអញ្ចឹងបើនិយាយទៅវាជាកត្តាធម្មជាតិនៃការប្រែប្រួលអរម៉ូនរបស់ស្ត្រីទេប៉ុន្តែអ្វីដែលអាចឲ្យគាត់នៅតែចុះអរម៉ូនហើយចាមិនចុះខ្លាំងពេកមិនប៉ះពាល់ទៅដល់អារម្មណ៍ផ្លូវភេទរបស់គាត់ហ្នឹងចាធ្ងន់ធ្ងរពេកគឺការដែលគាត់ត្រូវតែទី1កត្តាផ្លូវចិត្តគាត់ត្រូវតែថែរក្សាផ្លូវចិត្តគាត់ឲ្យសប្បាយរីករាយមិនសូវស្មុគស្មាញមិនពិបាកចិត្តចាសម្រាប់ឲ្យបានគ្រប់គ្រាន់ចាហើយញ៉ាំអាហារញ៉ាំទឹកញ៉ាំបន្លែញ៉ាំផ្លែឈើអីដើម្បីទៅប្រគ្រប់ចាគេហៅថាវីតាមីននិងសារជាតិចិញ្ចឹមនៅក្នុងខ្លួនគាត់ព្រោះវីតាមីនជាច្រើនវាពិតជាអាច
ទៅចូលរួមចំណែកនៅក្នុងការចិញ្ចឹមអរម៉ូនរបស់គាត់ហ្នឹងកុំឲ្យចុះខ្លាំងពេកព្រោះស្ត្រីម្នាក់ខុសគ្នាអ្នកខ្លះគាត់អស់រដូវមែនតែកម្រិតអរម៉ូនអូស្ត្រូហ្សែនគាត់គឺមិនចុះខ្លាំងពេកទេអ្នកខ្លះនៅក្នុងវ័យបន្តពូជទេប៉ុន្តែអរម៉ូនគាត់ចុះសឹងតែអស់ស្មើស្ត្រីអស់រដូវដែលជាហេតុធ្វើឲ្យគាត់រាំងរដូវឬក៏លេងមករដូវស្ងួតកាហាយផ្សាបាត់បង់អារម្មណ៍បាត់បង់ចំណងទាំងគាត់នៅក្មេងអញ្ចឹងបើនិយាយពីដំណោះស្រាយគាត់ត្រូវតែស្រឡាញ់ខ្លួនឯងឲ្យបានច្រើនស្ត្រីចាកាត់បន្ថយកុំឲ្យវាមានវិបត្តិផ្លូវចិត្តវិបត្តិ stress ឬក៏វិបត្តិបាក់ទឹកចិត្តហ្នឹងបើសិនជាផ្លូវចិត្តគាត់បានល្អមើលថែផ្លូវចិត្តគាត់បានល្អគាត់ស្រឡាញ់ខ្លួនឯងច្រើនជាងស្រឡាញ់អ្នកដទៃសុខភាពអរម៉ូនគាត់អត់សូវប្រែប្រួលទេចាគាត់មើលថែញ៉ាំទឹកញ៉ាំអាហារអីគ្រប់គ្រាន់ហើយគាត់ឆ្លៀតចិញ្ចឹមវីតាមីនបានន័យថាយើងមានវីតាមីនជាច្រើនដែលស្ត្រីត្រូវប្រើការពារទាំងការថយចុះអរម៉ូនការពារទាំងអាតុល្យភាពសរីរាង្គកាយរបស់គាត់ប្រព័ន្ធភាពស៊ាំរបស់គាត់ដូចជាវីតាមីនដែលជំនួយអរម៉ូនរបស់ស្ត្រីគឺស្ត្រីចាំបាច់មែនទែនចាសូម្បីតែអ្នកខ្លះគាត់ប្រើតែវីតាមីនE ហ្នឹងវីតាមីន E យើងហ្នឹងក៏ជួយគាត់បានច្រើនទាំងស្បែកទាំងសក់ទាំងកញ្ចក់ទាំងតុល្យភាពអរម៉ូនគាត់មួយផ្នែកតែល្អមែនទែនទៅគាត់អាចប្រើប្រាស់ជាវីតាមីនជំនួយអរម៉ូនចិញ្ចឹមអរម៉ូនប៉ុន្តែមិនមែនជាថ្នាំអរម៉ូនទេតែស្ត្រីយើងច្រើនតែយល់ច្រឡំពេលគាត់គិតថាអរម៉ូនគាត់ថយចុះគាត់អស់រដូវគាត់ទៅចាក់ថ្នាំអរម៉ូនឬក៏ប្រើថ្នាំអរម៉ូនដើម្បីពន្យាពេលមករដូវរបស់គាត់អាហ្នឹងគឺអត់ត្រឹមត្រូវទេព្រោះការអស់រដូវវាជារឿងធម្មជាតិអរម៉ូនថយចុះជារឿងធម្មជាតិតែបើសិនជាករណីគាត់មានវីតាមីនអីចិញ្ចឹមអរម៉ូនគាត់តាំងពីដើមឥឡូវដូចយើងមើលប្រទេសជិតខាងប្រទេសអភិវឌ្ឍចោះចាដែលគាត់ចាស់ភាគច្រើនគឺគាត់អត់ដែលងាយមានបញ្ហានឹងការស្ងួតបាត់បង់អារម្មណ៍បាត់បង់ចំណងអីទេយើងចំណាំឃើញបរទេសគាត់ចាស់ក៏គាត់នៅតែកាន់ដៃគ្នាទៅរ៉ូមែនទិកហើយទំនាក់ទំនងប្តីប្រពន្ធគេគឺនៅតែមានដូចដើមអានេះជាបទពិសោធន៍ដែលខ្ញុំធ្លាប់ទៅ visit ឬក៏ទៅដើរកម្សាន្តជាមួយ team របស់ពួកគាត់ដែលជាចាស់ចាគឺអាយុគាត់ច្រើនហើយដល់50-60ឆ្នាំហើយតែទំនាក់ទំនងប្តីប្រពន្ធនៅតែរ៉ូមែនទិកចាដោយសារអីទីមួយគឺគាត់ស្វែងយល់ស្ត្រីគាត់ស្វែងយល់ពីសុខភាពគាត់អត់មានអាបញ្ហាស្ងួតកាហាយផ្សាឈឺចាប់អីនឹងទេទំនាក់ទំនងគឺនៅតែមានអារម្មណ៍នៅតែមានអាការបំពេញតម្រូវការប្តីប្រពន្ធហ្នឹងគឺនៅតែមានអញ្ចឹងដោយសារតែគេឲ្យតម្លៃខ្ពស់ទៅលើអាហារការហូបចុកការថែទាំកត្តាផ្លូវចិត្តគេមួយចំនួនហើយមួយទៀតគឺគេញ៉ាំវីតាមីនដើម្បីទៅ support វីតាមីនវាជួយបានច្រើនមែនតើសម្រាប់ស្ត្រីចាវាជួយតាំងចិញ្ចឹមអរម៉ូនវាជួយតាំងចិញ្ចឹមសរីរាង្គសុខភាពគាត់តាំងស្បែកតាំងភ្នែកតាំងកញ្ចក់តាំងសក់តាំងឆ្អឹងជាពិសេសគឺជួយទ្រទ្រង់ឆ្អឹងនឹងហ្មងព្រោះស្ត្រីកាលណាតែអរម៉ូនភេទស្រីគាត់ថយចុះស្ត្រីគឺប្រឈមមុខនឹងការពុកឆ្អឹងជាងបុរសដោយសារកាលណាតែអរម៉ូនគាត់ចាប់ផ្ដើមថយចុះអាកំហាប់ឆ្អឹងហ្មងហ្នឹងចាប់ផ្ដើមស្ពោតដូចយើងញ៉ាំឆ្អឹងគោឃើញស្ពោតហ្នឹងអញ្ចឹងស្ត្រីយើងឆ្អឹងកាលណាតែអរម៉ូនឆ្អឹងស្ពោតអញ្ចឹងភាគច្រើនចាបើស្ត្រីនៅប្រទេសដែលក្រីក្រមែនទែនយើងចំណាំឃើញគាត់ដើររៀងកោងដោយសារអីទីមួយគាត់ចាប់ផ្ដើមអស់រដូវឆ្អឹងគាត់វាស្ពោតទៅយកតែម្ដងអញ្ចឹងភាគច្រើនគាត់ដើរកោងមែនទែនអាហ្នឹងគឺជាបញ្ហានៃជំងឺពុកឆ្អឹងហើយអាការៈមួយទៀតគឺគាត់ចាប់ផ្ដើមចុករួយឆ្អឹងឆ្អែកដៃជើងដែលគាត់ថាឈឺពេញខ្លួនហ្នឹងគឺដោយសារតែបញ្ហាហ្នឹងអញ្ចឹងសម្រាប់ខ្ញុំហើយនឹងបទពិសោធន៍ដែលជួបបងប្អូនស្ត្រីខ្ញុំចង់ឲ្យបងប្អូនស្ត្រីយើងផ្លាស់ប្ដូរមែនទែនហ្មងព្រោះកត្តាលុយកាក់ខ្ញុំគិតថាមិនប្រមាណទេយើងមិនមែនមិនមានលុយរហូតដល់យើងមិនដឹងថាហ្នឹងគឺជាកំណប់ទ្រព្យរបស់យើងហាក់តែមកពីយើងអត់យល់ចាមកពីយើងអត់យល់ទាំងម្ដាយខ្ញុំចាក៏ពីមុនអីគឺគាត់អត់យល់ទេម្ដាយខ្ញុំអីពុកឆ្អឹងឡើងអស់រលីងហើយបើតាក់ទងជាមួយនឹងបញ្ហាសុខភាពគាត់អស់រដូវតាំងពីអាយុ35ហើយសួរថាបញ្ហាទំនាក់ទំនងប្តីប្រពន្ធវាមានទេគឺវាមានរឿងនៅក្នុងហ្នឹងយើងមិនមែនថាចង់យកសាច់រឿងគាត់យកមកចែកម្លែកទេប៉ុន្តែវាសិតតែមានហើយព្រោះយើងអ្នកបច្ចេកទេសយើងដឹងហើយតើរឿងហ្នឹងកើតឡើងវាគឺជួបបញ្ហានៅខាងក្រោយនឹងជាក់ជាមិនខានចាទាំងរឿងអតិថិជនទាំងរឿងខ្លួនយើងទាំងរឿងឪពុកម្ដាយបងប្អូនយើងក៏វាមិនខុសគ្នាអញ្ចឹងបើសិនជាគាត់បានប្រើប្រាស់វីតាមីនតាំងពីដើមទី1គឺវាទៅ support អរម៉ូនគាត់ហ្នឹងគឺមិនងាយអស់រដូវទេទី2គឺវាជួយឲ្យគាត់ទ្វាមានសភាពស្បូនសភាពអីគាត់ទាំងអស់ហ្នឹងគឺវានៅតែក្មេងបានថាវានៅតែដូចយើងដើមឈើដែលយើងដាំឲ្យផ្គត់ផ្គង់ទឹកគ្នាជាប្រចាំចាបើយើងចេះតែដាំឲ្យអាទឹកក៏មិនស្រោចជីក៏យើងមិនដាក់គឺវាស្វិតទៅហើយវាឆាប់ងាប់ជាងវ័យហើយមិនចឹងអញ្ចឹងកាលណាគាត់ញ៉ាំវីតាមីនគ្រប់គ្រាន់ហើយគាត់យល់គឺវាជួយគាត់ទាំងការពុកឆ្អឹងតាមសុភមង្គលគ្រួសារគាត់នៅបានយូរវែងតាំងពីសុខភាពរាងកាយគាត់នៅតែក្មេងនៅតែភ្លឺថ្លាហើយចាំវាល្អយកតែមែនទែនចាបាទ
អរគុណអ្នកគ្រូអញ្ចឹងយើងមានសំណួរទី2ពីអតិជនយើងអញ្ចឹងគាត់មុនដំបូងគាត់អត់ហ៊ានសួរទេតែថាគាត់បានសួរហើយក៏គាត់សួរហ្មងទៅគាត់សួរអៀនដែរណាគ្រូហ្នឹងហើយអ្នកគ្រូគាត់និយាយថាមើលពេលដែលគាត់នៅជាមួយគ្រួសារដំបូងហ្នឹងពេលនឹងរៀបដែលចាប់ផ្ដើមហ្នឹងគឺគាត់មានចំណងទេប៉ុន្តែនៅពេលដែលបានពាក់កណ្ដាលទីហើយប្រែទៅជាស្ងួតហើយអស់ចំណងនៅពេលនៅជាមួយគ្រួសារហ្នឹងវិញអាហ្នឹងតាមមកពីអីអូអាហ្នឹងសំណួរនេះសំខាន់ស្បិតតាវារឿងជ្រៅបន្តិចប៉ុន្តែវាជាតថភាពពិតដែលបងប្អូនស្ត្រីយើងជួបជាពិសេសពេលជួបផ្ទាល់ចាហើយនឹងគាត់មកទាំងពីរនាក់ដូចយើងថ្ងៃដែលយើងទៅ event ឬក៏ផ្សេងចាគឺជួបតែកន្លងមកគឺគាត់អត់ដែរជួបខ្ញុំអញ្ចឹងគួរការប្រឹក្សាតាមរយៈទូរស័ព្ទបើវាមិនដូចប្តីប្រពន្ធកាន់ដៃគ្នាមកប្រាប់យើងដែរចាព្រោះអារម្មណ៍មនុស្សទទួលបានផ្សេងគ្នាដូចថាឥឡូវទំនាក់ទំនងប្តីប្រពន្ធអញ្ចឹងប្រពន្ធគាត់អាចប្រាប់យើងបែបហ្នឹងថាគាត់មានអារម្មណ៍ទេស្រាប់តែពេលគាត់នៅមួយគ្រួសារទៅឈឺចាប់តែប្តីអត់ដឹងទេណាប្តីអាចនឹងមិនដឹងរឿងហ្នឹងទេព្រោះប្តីអាចនឹងមានអារម្មណ៍ល្អរហូតដល់គោលដៅជោគជ័យរបស់គាត់ទៅតែប្រពន្ធគាត់អាចមានអារម្មណ៍ផ្សេងកត្តាហ្នឹងសួរថាកើតឡើងដោយសារអីកត្តាហ្នឹងកើតឡើងច្រើនទី1ពីដើមមកចាប់ផ្ដើមមុនដំបូងគាត់ពេញចិត្តគាត់សប្បាយចិត្តគាត់មានអារម្មណ៍ឯងដល់តែពេលដែលធ្វើឲ្យគាត់បាត់បង់អារម្មណ៍ហើយទៅជាឈឺចាប់ចាទី1តកតងមួយអាសកម្មភាពប្តីប្រពន្ធបានន័យថាសិល្បៈយើងនិយាយចេះសិល្បៈរបស់ប្តីប្រពន្ធរបស់គាត់ហ្នឹងវាមានភាពខ្វះចន្លោះចាហើយស្ត្រីងាយបាត់បង់អារម្មណ៍មែនទែនហ្មងជាពិសេសពេលប្តីអាចថាពេលខ្លះប្តីគាត់អាចទៅជាមានទម្រង់បែបម៉េចឬក៏សិល្បៈបែបម៉េចដែលវាប្រឆាចពីអារម្មណ៍របស់ភរិយាឬក៏ភរិយាគាត់អត់ចង់បែបហ្នឹងឬក៏អត់ចង់ឲ្យស្វាមីគាត់ហ្នឹងឬក៏ដៃគូគាត់ហ្នឹងប្រព្រឹត្តបែបហ្នឹងមកលើគាត់ចោះចាតែគាត់អត់បានប្រាប់ទេតែស្វាមីគាត់អត់ដឹងឬក៏ភាសាពាក្យពេចន៍ចាដែលគាត់និយាយទៅវាប៉ះទង្គិចទៅលើអារម្មណ៍ដូចថាតាក់ទងជាមួយកត្តានេះខ្ញុំលើកជាក់ស្ដែងតាក់ទងជាមួយកត្តាក្លិនដូចជាគាត់ complain ថាអូដូចជាមិនមានក្លិនក្អូបក្លិនអីអញ្ចឹងណាឬក៏គាត់អាចនិយាយថាអូគេទៅខាងក្រៅស្ត្រីគេភាគច្រើនគេមានដូចថាអារូបរាងយេឧទាហរណ៍ថាដើមទ្រូងគេអញ្ចឹងចុះវាដូចថាជាការប្រៀបធៀបមួយដែលធ្វើឲ្យស្ត្រីខ្លួនឯងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់ដូចជាខឹងប៉ុន្តែគាត់អត់អាចបញ្ចេញអារម្មណ៍នឹងបានទេអញ្ចឹងវាបាត់បង់អាសេចក្តីសុខគាត់ភ្លាមតែម្ដងអារម្មណ៍គាត់នឹងភ្លាមតែម្ដងហើយកត្តាហ្នឹងគឺយើងជួបច្រើនដែលបុរសគាត់យល់ច្រឡំក៏ប៉ុន្តែគាត់ចង់ប្រាប់ទៅកាន់គ្រួសាររបស់គាត់ថាចង់ឲ្យគាត់ផ្លាស់ប្ដូរពីសម្លៀកបំពាក់ឬក៏សិល្បៈនៅក្នុងការធ្វើឲ្យទំនាក់ទំនងប្តីប្រពន្ធហ្នឹងកាន់តែរស់រវើកណាតែគាត់អត់ដឹងពីវិធីប្រាប់តែក៏មិនមែនប្រាប់នៅក្នុងអំឡុងពេលដែលគាត់កំពុងតែរួមរស់នឹងគ្នាហើយទេអត់ប្រាប់ពេលនឹងបានទេព្រោះអីវាធ្វើឲ្យដាច់អារម្មណ៍ដែលយើងកំពុងតែប្រព្រឹត្តហ្នឹងណាចាឬក៏សិល្បៈដែលយើងកំពុងតែនេះហ្នឹងអញ្ចឹងអាហ្នឹងកត្តាទី1កត្តាទី2វាអាចតាក់ទងជាមួយនឹងបញ្ហានៅមាត់ស្បូនទ្វារមាសរបស់គាត់ឧទាហរណ៍ថាពីមុនគាត់មានអារម្មណ៍ទេស្រាប់តែទ្វារមាសគាត់ហ្នឹងស្ងួតខ្លាំងពេកហើយបងប្អូនខ្លះគឺស្ងួតយកតែមែនតែនស្ងួតរហូតដល់ថាអាឡាអធិស្ឋានដោយបទពិសោធន៍ជាក់ស្ដែងគាត់ថាពេលដែលគាត់នៅមួយគ្រួសារដូចយកដែកដុសឆ្នាំងទៅប៉ះអញ្ចឹងហើយយើងស្ដាប់មើលទៅយើងឈឺជំនួសប៉ុន្តែពេលដែលយើងទៅពិនិត្យនេះអញ្ចឹងមែននៅអញ្ចាំងទ្វារមាសគាត់គឺដាច់ទាំងអស់បានន័យថាដាច់បដ ாய் ដូចយើងយកអីទៅឆូតអញ្ចឹងអញ្ចឹងគ្រាន់តែទៅគឺវាឈឺណាស់ទៅហើយគាត់អត់មានអារម្មណ៍ទេពីមុនគាត់មានអារម្មណ៍ដោយសារគាត់ស្រឡាញ់ស្វាមីគាត់អីគាត់អញ្ចឹងតទៅពេលវាឈឺហើយវាបាត់បង់អារម្មណ៍នឹងពាក់កណ្ដាលទីហើយអញ្ចឹងទី1កត្តាទ្វារមាសគាត់វាអត់ support វាអត់យឺតចាវាអត់យឺតវាអត់មានទឹករំអិលវាអត់មានសំណើមទី2គឺគាត់មានការបង្ករោគណាមួយនៅទ្វារមាសរបស់គាត់ដូចជារលាកទ្វារមាសរលាកមាត់ស្បូនឬក៏មានមេរោគដែលធ្វើឲ្យមានក្លិនមិនល្អពេលដែលគាត់នៅជាមួយគ្រួសាររបស់គាត់ទៅវាចាប់ផ្ដើមមានអាក្លិនមិនល្អហ្នឹងអញ្ចឹងវាធ្វើគាត់បាត់បង់អាទំនុកចិត្តនិងអារម្មណ៍របស់គាត់ខ្លួនឯងទាំងស្ត្រីពេលខ្លះបុរសក៏ឈានទៅដល់ការបាត់បង់អារម្មណ៍ដែលវាអត់ទៅជាភាពសុបាយរីករាយនៅពាក់កណ្ដាលទីនឹងដែរចា៎គុណច្រើនគូអញ្ចឹងមានបងស្រីគាត់សួរបន្ថែមទៀតណាគាត់សួរថាគាត់មានអារម្មណ៍ធម្មតាទេពេលនៅជាមួយស្វាមីពេលនៅអីចឹងមានអារម្មណ៍គាត់អត់ស្ងួតទេគាត់មានរំអិលអីធម្មតាទេប៉ុន្តែធ្វើមានរបស់គាត់នឹងមានសភាពក្តៅសំបីតែប្តីគាត់ក៏ថាក្តៅដែរក្តៅអូខេអញ្ចឹងអាក្តៅហ្នឹងតើអាចបណ្ដាលមកពីអីដែរ
គាត់មានអារម្មណ៍ប៉ុន្តែវាក្តៅចាតកតងមួយរឿងក្តៅហ្នឹងមានបងប្អូនយើង complain ច្រើនជាពិសេសស្វាមីតែងតែ complain ថាឧបទៅប្រពន្ធអត់បានទេសាច់ក៏ក្តៅហើយនៅបរិវេណទ្វារមាសក៏ក្តៅដែរអញ្ចឹងក្តៅហ្នឹងវាមានកត្តាច្រើនទីមួយតកតងមួយកត្តា immune របស់គាត់កត្តាប្រព័ន្ធភាពស៊ាំគាត់ចាអាចថាប្រព័ន្ធភាពស៊ាំគាត់ខ្សោយអញ្ចឹងសរីរាង្គកាយរបស់គាត់សាច់ស្បែករបស់គាត់ហ្នឹងគឺអត់ត្រជាក់ទេវាមានវាក្តៅតាំងពីស្បែកនឹងឡើងទៅអញ្ចឹងវាធ្វើឲ្យមានចំហាយក្តៅភាយហ្នឹងពីទ្វារមាសមកអាហ្នឹងមានដូចគ្នាហ្នឹងដោយសារតែកត្តាសុខភាពរបស់គាត់ចាហើយបកត្រឡប់ទៅលើចំណុចហ្នឹងស្ត្រីយើងជួបច្រើនណាស់ខ្ញុំសូមណែនាំឲ្យបងប្អូនស្ត្រីយើងចាកុំខ្វល់តើរឿងថាមិនបានក្តៅតែខ្វល់រឿងថាហេតុអីបានសុខភាពតែយើងក្តៅរឿងហ្នឹងសុខភាពបងប្អូនអរគ្នាក៏ខ្សោយដែរទីមួយគេងអត់លក់អាសេះអាសោះហើយអាសាក្តៅសាច់អាខ្វាមានជំងឺផ្សេងអាហ្នឹងដោយសារសុខភាពរាងកាយយើងហ្នឹងវាអត់រឹងមាំចានិយាយចេះយើងអត់រឹងមាំអញ្ចឹងសូមឲ្យព្យាយាមញ៉ាំទឹកឲ្យបានច្រើនញ៉ាំបន្លែឲ្យបានច្រើនញ៉ាំអាសារធាតុចិញ្ចឹមឲ្យបានច្រើនញ៉ាំទឹកដូងញ៉ាំយ៉ាអ៊ូហ្នឹងក៏ល្អសម្រាប់សុខភាពដែរហើយជាពិសេសញ៉ាំទឹកហ្នឹងតែម្ដងបងប្អូនអរគ្នាជាពិសេសវីតាមីនកាលណាតែយើងអត់សូវមានអាហ្នឹងវាបាត់សារជាតិណាមួយក្នុងខ្លួនរបស់យើងគឺវាចាប់ផ្ដើមចេញរោគសញ្ញាមកបែបហ្នឹងហើយអាក្តៅភាយនៅទ្វារមាសហ្នឹងទៀតចាក៏វាតាក់ទងជាមួយនឹងបញ្ហាចាការបង្ករោគនៅទ្វារមាសបើសិនជាទ្វារមាសគាត់មានរលាកព្រោះបងប្អូនខ្លះគឺគាត់រលាកខ្លាំងនៅទ្វារមាសហ្នឹងហ្មងហើយកាលណារលាកគាត់ខ្លួនគាត់ក្តៅហើយព្រោះម្ដុំទ្វារមាសហ្នឹងវា sensitive មែនតើស្បែកវាស្ដើងហើយវានៅប៉ះជាមួយនឹងតំបន់ទ្វារមាសចាវាមានទាំងរុននោមវាមានទាំងរុនទ្វារមាសចាហើយនៅក្នុងហ្នឹងគឺវាមានតំបន់រំញោចរបស់ស្ត្រី clitoris ហ្នឹងឯងអញ្ចឹងបើសិនជាគាត់រលាកនៅកន្លែងណាមួយនៅបរិវេណហ្នឹងពហុនោមក្តីចាបរិវេណទ្វារមាសក្តីចាបរិវេណដែលនៅចិត្តតំបន់ clitoris ហ្នឹងក្តីចាគឺគាត់សិតតែដឹងស្ត្រីក៏ដឹងគឺចាប់ដើមក្តៅភាយហើយអាហ្នឹងហើយធ្វើឲ្យវាប៉ះពាល់ទៅដល់គ្រួសារដែរគាត់ណាគ្រួសារគាត់រួមរស់ជាមួយគាត់អញ្ចឹងគឺវាចាប់ដើមដឹងអារម្មណ៍ក្តៅនឹងតែម្ដងចាមួយទៀតគឺដោយសារតែបរិវេណដោយសារអរម៉ូនរបស់គាត់និងកពេញទ្វារមាសរបស់គាត់មិនវាបាត់បង់មុខងារឬក៏កាត់បន្ថយនៅក្នុងការបញ្ចេញទឹករំអិលដូចជាកពេញបាសកម្លាំងនៅទ្វារមាសដែលវាអត់បានបញ្ចេញទឹករំអិលគ្រប់គ្រាន់អញ្ចឹងវាធ្វើឲ្យគាត់ទៅជាស្ងួតអត់សូវមានសំណើមចាមិនបាច់ដល់តែថាគ្រួសារទេសូម្បីតែយើងជាពេទ្យអ្នកបច្ចេកទេសនឹងពេលដែលពិនិត្យមាត់ស្បូនជូនបងប្អូនស្ត្រីយើងបងប្អូនខ្លះដាក់ស្រោមដៃទៅពីរជាន់នេះម្លងក្តៅមែនទែនហើយបើក្តៅម្លឹងក៏គ្រួសារដឹងគាត់ក៏ដឹងដែរហើយបើក្តៅម្លឹងបងប្អូនខ្លះ5-10ឆ្នាំហើយអត់មានកូនទេចាគ្រាន់តែក្តៅប៉ុណ្ណឹងក៏មិនអាចមានកូនដែរនិយាយទៅដូច steam យ៉ាងដូច steam មេជីវិតឈ្មោលយ៉ាងមេជីវិតឈ្មោលគាត់ទៅចូលទៅនោះក៏ត្រង់ជើងអស់ហើយអត់អាចរស់បានទេចាំថាទ្វារមាសស្ត្រីក៏ជាប្រភពដែរណាប្រភពនៃភាពសុខសប្បាយចាឲ្យមេជីវិតចាឲ្យគេហៅថាតលយៈភាពនៃសារជាតិចិញ្ចឹមសារជាតិទឹកសារជាតិរំអិលនៅមាត់ស្បូនគ្រប់គ្រាន់ដែលធ្វើឲ្យការរួមរស់សម្រាប់ក្តីសុខប្តីប្រពន្ធយើងហ្នឹងក៏ល្អហើយបើសិនជាតាក់ទងមួយជំរុញឲ្យការចូលមេជីវិតឈ្មោលអីហ្នឹងក៏វាងាយស្រួលដែរតាទ្វារមាសគាត់ក្តៅគឺគាត់មានឧបសគ្គឯទៅលើការបង្កកណើតនិងវាមានឧបសគ្គតិចតួចដែលគាត់ធ្វើឲ្យសេចក្តីសុខប្តីប្រពន្ធគាត់ហ្នឹងមិនល្អហើយបើគាត់ទុកយូរអត់ដឹងទេឈានទៅដល់ថាការនៅមួយគ្នាគឺមានការឈឺចាប់តែម្ដងចាបាទអញ្ចឹងយើងសង្កេតឃើញថាបញ្ហារបស់ស្ត្រីភាគច្រើនគឺបន្តមកពីអរម៉ូនឬក៏បញ្ហាសុខភាពទ្វារមាសសុខភាពផ្លូវភេទរបស់ផ្សេងៗក៏បានចាប៉ុន្តែមានបងស្រីម្នាក់គាត់មានប្រសាសន៍ថាជាទូទៅគាត់អត់ដែលមានបញ្ហាទាំងអស់ហ្នឹងទេគាត់អត់មានសភាពក្តៅគាត់អត់មានសភាពធ្លាក់សឬក៏ធំក្លិនអីទេប៉ុន្តែគាត់តែងតែសង្កេតឃើញថានៅពេលដែលគាត់នៅជាមួយគ្រួសារគាត់រួចគាត់តែងតែធ្លាក់សអាហ្នឹងអាចបណ្ដាលមកពីអីដែរឲ្យតែគាត់នៅមួយគ្រួសារធ្លាក់សអូយសម្បូរណាស់សំនួរនឹងសម្បូរយកតែមែនតែនបងប្អូនស្ត្រីខ្ញុំចង់បញ្ជាក់ជាពិសេសបងប្អូនដែលអត់ដែលទៅឆែកមើលទ្វារមាសខ្លួនឯងតតែសោះហើយក៏មិនដឹងថាសភាពមាត់ស្បូននឹងយ៉ាងម៉េចដែរទេហើយគាត់នៅតែឆ្ងល់ថាគាត់ដើរតែទិញថ្នាំសំថ្នាំបំបត្តិអាធ្លាក់សនឹងឲ្យបាត់ហ្មងចាសម្ដីខ្ញុំផងបងប្អូនអរគ្នាស្គាល់ហើយអ្នកគ្រូសៃពៅខ្ញុំតែនិយាយម៉ាត់ដែរខ្ញុំថាទោះជាបងខំទៅដល់ទីណាទៅកន្លែងណាដើម្បីថារកអីកណ្ដោយទៅធ្វើមិនឲ្យធ្លាក់សនឹងបាត់ចេញពីជីវិតរបស់គាត់តែម្ដងគឺមិនអាចខ្ញុំឆ្លើយថាមិនអាច
មូលហេតុអីបានមិនអាចខ្ញុំយកបច្ចេកទេសវិទ្យាសាស្ត្រយកមកបកស្រាយទី1តកតងជាមួយនឹងកត្តាមាត់ស្បូនរបស់គាត់ហើយបើសិនជាយើងមិនអាចមើលឃើញមាត់ស្បូនខ្ញុំមិនអាចមើលឃើញមាត់ស្បូនឬខ្ញុំមិនអាចយកមាត់ស្បូនគាត់មកលាតត្រដាងឲ្យគាត់មើលបែបហ្នឹងទោះប្រាប់យ៉ាងម៉េចក៏គាត់អត់ជឿដែរចាទោះថាអូមនុស្សគ្រប់បងប្អូនភាគច្រើនគាត់គិតថាស្កាត់ទៅជួបអ្នកគ្រូសៃប៉ៅហ្នឹងហើយឲ្យតាមនុស្សចុងក្រោយឲ្យតែខ្ញុំនិយាយអីគាត់ជឿតែបើខ្ញុំគ្មានរូបភាពគ្មានឯកសារគ្មានអ្វីបង្ហាញក៏បងប្អូនមិនជឿព្រោះចិត្តយើងចង់តែបាត់ចាយើងចង់តែបាត់ទាំងយើងអត់ដឹងថាធ្លាក់សហ្នឹងវាមកពីអីសហ្នឹងសធម្មជាតិឬក៏សជាពេលជាបញ្ហាជំងឺចាអញ្ចឹងបើសិនជាសធម្មជាតិពាក្យថាធម្មជាតិគឺវាធម្មជាតិហើយដូចជាយើងមេឃភ្លៀងយ៉ាងរឿងធម្មជាតិយើងមិនអាចមេឃភ្លៀងឲ្យទៅបជាថាកុំភ្លៀងបានទេមិនអញ្ចឹងបងប្អូនស្ត្រីយើងខ្លះមាត់ស្បូនគាត់ពីនាយមកហ្មងពីកំណើតរបស់គាត់តែម្ដងដែលអាចប្រឈមមុខនឹងនាំឲ្យធ្លាក់សនឹងច្រើនជាងស្ត្រីធម្មតាឧទាហរណ៍ថាកត្តាមាត់ស្បូនស្ត្រីដែលស្ត្រីខ្លះមាត់ស្បូនគាត់ទូចដោយសារតែគាត់អត់ទាន់មានការសម្រាលកូនឬគាត់សម្រាលកូនដោយវះកាត់រុនមាត់ស្បូនគាត់ទូចទេតែបើសិនជាគាត់សម្រាលកូនច្រើនដងរុនមាត់ស្បូនគឺគាត់វិរិទ្ធចារិចសឹងថាយើងដាក់ដៃរត់ចូលទៅមួយលេខពីរលេខហ្នឹងគឺវា open វាបើកអញ្ចឹងកាលណាវារិចអញ្ចឹងគឺអារំអិលចេញពីក្នុងស្បូនគាត់មកគឺវាមករហូតវាមកច្រើនជាងស្ត្រីធម្មតាអាហ្នឹងទី1មួយទៀតកត្តាដែលគាត់កំពុងតែប្រើប្រាស់មធ្យោបាយពជាកណោតដូចជាកងក្នុងស្បូនចឹងកងក្នុងស្បូនផលរំខានរបស់កងវាមាន3សំខាន់តែពេលខ្លះតែយើងអត់ដឹងយើងចង់និយាយថាយើងទៅប្រើប្រាស់ហ្នឹងទាំងយើងអត់ទទួលយកអាផលរំខានរបស់វាឧទាហរណ៍ថាផលរំខានទី1កាលណាដាក់កងស្បូនមករដូវច្រើនជាងមុនជាទូទៅមករដូវ3ថ្ងៃចុះដាក់កងស្បូនអាចឡើង5ថ្ងៃមួយអាទិត្យត្រូវតែទទួលយកថាយើងលើសពី3ថ្ងៃយើងយកបានអត់ហើយមួយទៀតបើសិនជាករណីដាក់កងស្បូនទៅមានរំអិលច្រើនជាងមុនពីមុនអត់មានទេស្រាប់ដាក់កងស្បូនទៅវាមានរំអិលជោគរហូតយើងទទួលយកបានអត់បើយើងទទួលយកបានយើងដោះស្រាយបែបម៉េចជាមួយនឹងរំអិលហ្នឹងតែរំអិលហ្នឹងនាំបញ្ហាឲ្យយើងអត់អញ្ចឹងពេលខ្លះគាត់អត់បានយល់ទេគាត់ដាក់កងស្បូនហើយគាត់ចង់បំបត្តិអាធ្លាក់សហ្នឹងឲ្យបាត់ចេញពីទ្វារមាសរបស់គាត់វាមិនអាចបាត់ទេដោយសារតែផលរំខានមួយទៀតផលរំខានដោយសារតែគាត់មាត់ស្បូនប្រឡាត់កាលណាមាត់ស្បូនគេអត់ប្រឡាត់វាបិទចិត្តចេះតែពេលបងប្អូនខ្លះប្រឡាត់ឡើងរិចរហូតតែច្រាំងមាត់ស្បូនអត់ឃើញទេអញ្ចឹងពេលដែលហូរអាធ្លាក់សចេញពីរុនមាត់ស្បូនមកវាប៉ាំជុំវិញច្រាំងមាត់ស្បូនហ្នឹងគឺនៅស្តុកទុកនៅនឹងសើមរហូតអញ្ចឹងវាធ្វើឲ្យទ្វារមាសគាត់សើមរហូតដែរចាហើយខ្លះទៀតក៏វាតាក់ទងជាមួយនឹងគេហៅថាសាច់ដុំ vaginal របស់គាត់សាច់ដុំ vaginal ខ្លះវាខ្វះវាបាត់បង់អាភាពខ្ជិបវាអត់យឺតវារលាមកពេលធ្លាក់សមកវាអត់មានអាសាច់ដុំវ៉ាសាំងដើម្បីខ្ជិបទេសំបីតារុនទ្វារមាសគាត់ខ្លីផងធ្លាក់មកវាប៉ះរុនទ្វារមាសហ្មងប៉ះរុនទ្វារមាសហ្មងចាប៉ុន្តែសួរថាគ្រប់បញ្ហាធ្លាក់សហ្នឹងសុទ្ធតែបញ្ហាទាំងអស់អត់ទេខ្លះណាវាជាសធម្មជាតិដែលស្ត្រីខ្វះមិនបានទេអា cervical mucus ហ្នឹងបើសិនជាអត់មានអា mucus បើសិនជាអត់មានបាក់តេរីល្អប្រភេទ probiotic ទៅចិញ្ចឹមឲ្យកើតបាក់តេរីល្អដូចជាគេហៅថា lactobacillus ជាប្រភេទបាក់តេរីល្អទ្វារមាសស្ត្រីក៏ពិតវាល្អស្រាប់ហើយមូលហេតុដោយសារតែវាមានបាក់តេរីល្អនឹងទៅការពារតែបើសិនជាយើងអត់លាងសម្អាតស្អាតយើងមានមេរោគចូលច្រើនពេកទៅអាបាក់តេរីល្អដែលការពារនឹងវាងាប់អញ្ចឹងបងប្អូនស្ត្រីខ្លះពេលដែលមាត់ស្បូនគាត់អញ្ចឹងស្រាប់ពេលដែលគាត់នៅមួយគ្រួសារទៅវាមិនមានបញ្ចេញទឹកកាមមកអញ្ចឹងពេលបញ្ចេញទឹកកាមទៅប៉ះជាមួយអារម្មណ៍អល់នៅទ្វារមាសគាត់ផងអាសដែលវាមានស្រាប់ផងវាក៏ទៅជាមានធ្លាក់សច្រើនហើយគ្រប់ស្ត្រីទាំងអស់មិនអាចនៅជាមួយគ្រួសារហើយមិនមានហូរទឹកកាមចេញមកខ្លះទេបើសិនជាករណីថាពេលដែលគាត់រួមមួយគ្រួសារហើយអានឹងទៅតាមទម្រង់នៃសភាពស្បូនទៀតអ្នកខ្លះមាត់ស្បូនគាត់ច្បត់អ្នកខ្លះទ្វារមាសគាត់រាក់អ្នកខ្លះរុនមាត់ស្បូនគាត់ទូចអញ្ចឹងទឹកកាមខ្លះសឹងថាមិនបានចូលទៅមាត់ស្បូនទេវាហូរមកទាំងអស់អញ្ចឹងពេលដែលគាត់ងើបមកវាចាប់ផ្ដើមសើមនៅទ្វារមាសគាត់ហើយអញ្ចឹងពេលខ្លះគាត់អត់ដឹងថាអានឹងជាទឹកកាមទេគាត់យល់ថាអានឹងគ្រាន់តែអាហ្នឹងគឺជាធ្លាក់សតែម្ដងអញ្ចឹងណាចាអញ្ចឹងមានកត្តាច្រើនតែសំខាន់យើងត្រូវ classify ឲ្យយល់ថាតើសនេះជាសជំងឺឬក៏មិនជំងឺអញ្ចឹងបាទខ្ញុំនៅតែព្យាយាមបញ្យល់ថាបើបងធ្លាក់សភាពមាត់ស្បូនបងបែបនេះមាត់ស្បូនបងវារីធំមាត់ស្បូនបងប្រឡាត់ហើយបងដាក់កងស្បូនទៀតមិនមានថ្នាំមួយគ្រាប់ណាដែលធ្វើឲ្យបងញ៉ាំហើយបាត់ឈឹងស្ងួតរើងនោះទេ
cứ việc cao lang chỉ phao rồng khen thua mà chết rồi bọt bòn tai so nâng bị chui bong từ vấn đề so mà con chuông tập pan nâng tức cứ con lên hụt từ nu hay lên pay khai lên bà rà mày so mà bong vô tha so nâng bị chui bong từ vấn đề tìm mối viên bạn trí lõ đầm bay bóng ca còn ơi miên chủng ngư châu không thuê miên một sport bong ban hay sẽ tây na có tơ ca rụm ở lại hay bỏ miên rụm ở sập hiệp bạch nâng á dương nơi mũi khủ xa cứ chập đông đau cả hai xa tay mà đòn chả cứ mình tệ té đó bên quạt ở bờ sân chỉ cả là đấy thà quạt miên so đá bàn tay về lường việc khiêu vì lủng mua vì cọ đôm đôi cạ đôm vì khăn vì ấy chắc nắng ai so để thua mà đa nữa ấy việc ban plapado tới chia mình thua mà đè đời xa vì miên bề rô trôi đôi thà bọt bạn rì rư cục sật rư cục bề rô cam rô để chlom bị kéo chỗ nòng tam rồi vậy chả ca liên sầm tam rồi dạ bê rô để pa chỉ môi nâng tật chỉ môi nâng chan và côn chỉ môi nâng ca chlong nên nè rư có tam rồi dạ ca rô phết rư có tam rồi dạ ca lục liên đai dương mình sát rư có tam rồi dạ upacon na môi để trôi vì khéo trôi từ không thuê miếng biết có bầm lái tới chia battery thế soประเภท battery cái hao tha battery vaginosis ឬក៏ yeast infection ប្រភេទផ្សិតឬក៏ chlamydia gonorrhea អីផ្សេងៗ trichomonas អីអញ្ចឹងទៅអញ្ចឹងវាអាស្រ័យទៅលើគាត់យល់សិនហើយបើច្បាស់មែនទេយកសនឹងតិចយកទៅឲ្យគេមើលទៅបើថាគេមើលខ្ទេចហើយ screen ហើយគ្មាន BV គ្មាន yeast គ្មាន GC គ្មាន trichomonas ហ្នឹងទេបានន័យថាសនឹងប្រភេទ lactobacillus ជាប្រភេទ bacteria ល្អអាហ្នឹង congratulation ទៅមិនឈឺទេហើយក៏មិនបាច់ចាំទៅព្យាបាលណាដែរគ្រាន់តែលាងសម្អាតឲ្យស្អាតធ្វើម៉េចឲ្យ pH ទ្វាមាសយើងនឹងមានតុល្យភាពទៅគឺវា perfect ពេកទៅហើយចាឃើញមួយចំណុចនិយាយពីភាសាអ្នកគូមានថាបាក់តេរីអាចឆ្លងមកពីប្រភពខាងក្រៅបានអូខេអញ្ចឹងតើប្រភពខាងក្រៅហ្នឹងកត្តាដៃគូប្រកបឬកត្តាប្តីប្រកបហ្នឹងអាចជាប្រភពមួយក្នុងការចម្លងបញ្ហាហ្នឹងធ្វើឲ្យគាត់ធ្លាក់សបានអត់ចាអាហ្នឹងបងប្អូនស្ត្រីយើងពេលជួបគ្នាគាត់និយាយថាប្តីយ៉ាងណាធ្វើជាប្រភពចំណូលតលុយបានណាអត់មានប្រភពចំណូលផ្សេងទៀតទេអញ្ចឹងខ្ញុំតែនិយាយប្រាប់បងប្អូនស្ត្រីយើងថាកាលណាយើងនៅខ្លួនមួយយើង single life បានន័យថាខ្លួនយើង protect បែបម៉េចក៏បានតែដល់តែពេលយើងមានគ្រួសារគឺមានប្រភពចំណូលមួយទៀតដែលចូលមកតាមរយៈដៃគូឬក៏ស្វាមីរបស់យើងចាអញ្ចឹងកន្លែងហ្នឹងចង់និយាយថាទ្វារមាសស្ត្រីនៅខាងក្នុងគាត់មានបាក់តេរីល្អការពារមិនតង់ដូចទាហានការពារផ្ទះគាត់អញ្ចឹងបើសិនជាគាត់មាន pH គាត់មានតុល្យភាពល្អអត់មានអាស៊ីតពេកអត់មានបាសពេកអាបាក់តេរីល្អហ្នឹងគឺការពារមកគ្រប់គ្រាន់ហើយចាតែគ្រាន់លោថាអូថ្ងៃណាមួយគាត់ទៅអត់ជើងតូចឬក៏គាត់ផ្លើប្រាស់ខោក្នុងអីចឹងទៅមេរោគពីក្រៅចូលក្នុងប៉ះទៅបាក់តេរីនឹងវាខ្សត់ទៅការពារវាអត់បានតែមួយទៀតគឺគេនាំទាំងគេមានមេរោគនឹងនៅជាប់ឧបករណ៍គេហៅយើងសម័យមើលបាទថាឥឡូវឧទាហរណ៍ថាគ្រូសាគាត់មានបាក់តេរីដែរគាត់មានផ្សិតដែរឬក៏គាត់មានកម្មរោគអីពីណាគាត់ឆ្លងតាមរយៈគាត់មកយើងមិនដឹងថាគាត់ទៅជួសនោមជួសអីអញ្ចឹងទៅរឿងរបស់គាត់ឆ្លងមកហើយយើងមិនមែនត្រឹមមកប៉ះទ្វារមាសនេះគឺចម្លងចូលភ្លុកយកតែម្ដងអញ្ចឹងទោះបាក់តេរីយើងទ្វារមាសស្ត្រីល្អខ្លាំងមេរោគខ្លះវាអាចការពារបានដូចថាឥឡូវបើសិនជាអាឡាក់តូបាក់ស៊ីលឹសបាក់តេរីល្អគាត់ច្រើនវាអាចការពារអា BV នឹងបានប៉ុន្តែផ្សិតអាត្រីកុំណាឬក៏ chlamydia gonorrhea អីគ្មានទាហានណាការពារចាហើយវ៉ាក់សាំងក៏អត់មានដែរនិយាយទៅវ៉ាក់សាំងដែលការពារជំងឺកាមរោគដូចជាប្រមេះទឹកបាយប្រមេះទឹកថ្លាហ្នឹងអត់មានទេណាតែបើការពារមេរោគ HPV ជំងឺកាមរោគនឹងមានអាហ្នឹងឧទាហរណ៍ថាគាត់ចាក់វ៉ាក់សាំងហ្នឹងហើយបើមានមេរោគ HPV ហ្នឹងតាមរយៈឧបករណ៍ណាមួយចូលក្នុងទ្វារមាសគាត់ភ្លឹកអាហ្នឹងវាបានហើយអត់ឲ្យមកបានទេចាវាត្រូវស្គាល់ប្រមូលបំលែងមកទៅជាគ្នាវាវិញតែបើសិនជាមេរោគកាមរោគដូចជាស្វាយដូចជាអេដចាដូចជាប្រមេះទឹកបាយប្រមេះទឹកថ្លាអីហ្នឹងអត់មានទាន់មានវ៉ាក់សាំងណាចាក់បានទេមិនអញ្ចឹងទៅគឺគាត់ចូលមកគឺទទួលយកហើយបើសិនជាសុខភាពស្ត្រីនឹងខ្សោយផងអត់មានបាក់តេរីល្អសាច់គាត់ក្តៅដូចយើងនិយាយមុនហ្នឹងអញ្ចឹងក្តៅផងស្ងួតផងអត់មានទឹករំអិលអត់មានអីផងអូបើសិនមានផ្សិតអីនោះជាប់នៅនឹងហើយជាប់ស្អិតហ្មងឧទាហរណ៍ថាទ្វារមាសគាត់ស្ងួតស្រាប់ឧបករណ៍តាមរយៈគ្រួសារគាត់នឹងមានផ្សិតនៅចុងប្រដាប់ភេទគាត់ចាស់សុំទោសដល់ពេលគាត់ខណៈរួមរស់ជាមួយគ្រួសារគាត់ដាក់ភ្លុកជាប់យកតែម្ដងហើយជាប់នឹងអត់ធ្លាក់ចេញក្រៅទេដោយសារអីវាស្ងួតដល់ពេលយើងទៅថតទ្វារមាសគាត់មើលបានឃើញថាកកតាមជាងទ្វារមាសស្ងឲ្យយើងយកឧបករណ៍យើងដាក់ជាមួយស្រោមប្រៃយកទៅលាងរស់ជូតហ្នឹងមិនចង់ល្បេះមកទេវាស្អិតមែនតើដោយសារវាស្ងួតហើយចឹងពេលដែលគាត់នៅមួយគ្រួសារគឺព្រឺសវល់ហើយ
ចាក៏ហើយផ្សារស្ងួតឈឺចាប់និយាយទៅថាអ្នកខ្លះសឹងថាឃើញប្តីសាពះក៏មានដែរអានេះគឺជាទុកលំបាករបស់ស្ត្រីពិតប្រាកដសូម្បីយើងជាស្ត្រីម្ដងម្កាលក៏យើងជួបដែរចាអញ្ចឹងបើសួរថាអាការដែលនាំឲ្យឆ្លងពីរយៈចូលរុនទ្វាមាសរបស់ស្ត្រីហ្នឹងគឺឲ្យតែមានឧបករណ៍ណាដែលអាចចូលក្នុងទ្វាមាសស្ត្រីបានមិនថាជាសុំទោសជាប្រដាប់បន្តពូជរបស់ដៃគូគ្រួសារឬក៏ឧបករណ៍ជំនួយផ្សេងឬក៏ការទៅពេទ្យដែលយើងពិនិត្យឧបករណ៍វិទ្យាសាស្ត្រផ្សេងក៏ដោយឲ្យតែដាក់ចូលក្នុងរុនទ្វាមាសស្ត្រីតើតែប្រកាសថាអានឹងអត់មានមេរោគទៅវាអត់ឆ្លងតែបើសិនជាអានឹងមានមេរោគវាសុទ្ធតែអាចឆ្លងទៅទាំងអស់ហ្នឹងចាចឹងបានន័យថាទី1បើសិនជាគាត់ការពារខ្លួនឯងហើយក៏គាត់នៅតែអាចឆ្លងពីប្រភពផ្សេងដែរហ្នឹងហើយឥឡូវយើងឧទាហរណ៍ថាគាត់ការពារហើយប៉ុន្តែនារីជាភរិយាហ្នឹងគាត់ប្រើប្រាស់ទឹកអនាម័យហើយគាត់លេងសម្អាតបានត្រឹមត្រូវហើយប៉ុន្តែបុរសជាប្តីហ្នឹងគាត់អត់ចង់ប្រើប្រាស់ទឹកអនាម័យទេចឹងគាត់លាងតែសាប៊ូធម្មតាហ្នឹងអាចបង្ការជំងឺឬក៏អាចបង្ការបាក់តេរីអីបានទេឬក៏ត្រូវតែលាងទឹកអនាម័យបានអាចឲ្យតំបន់គាត់ស្អាតដែរសម្រាប់បុរសហ៎បានសម្រាប់ការពិតបុរសបើសិនជាការដែលគាត់អនាម័យប្រដាប់បន្តពូជគាត់ឲ្យត្រូវតាមក្បួនច្បាប់ហ្មងព្រោះតាក់ទងជាមួយសុខភាពរាងកាយរបស់យើង pH ខុសគ្នាទាំងអស់សូម្បីតែ pH នៅមាត់ pH នៅស្បែកមិនខុសគ្នាទាំងអស់អញ្ចឹង pH នៅប្រដាប់ភេទរបស់បុរសក៏ខុសគ្នាដែរគាត់ត្រូវតែរកប្រភេទទឹកអនាម័យឬក៏សាប៊ូចុះតែសាប៊ូដែលឲ្យ pH នៅទ្វាមាសរបស់គាត់សមស្របហើយសួរថាសាប៊ូវាមានទូ function ខុសៗគ្នាសាប៊ូខ្លះគឺប្រើទៅដើម្បីកម្ចាត់បាក់តេរីដើម្បីកម្ចាត់ឲ្យធ្វើឲ្យស្បែកសមានសំណើមឧទាហរណ៍តែពេលគាត់យកទៅលាងនៅប្រដាប់ភេទនៅក្នុងគោលបំណងដើម្បីទប់ស្កាត់មេរោគកម្ចាត់ផ្សិតតើសាប៊ូនឹងទៅកម្ចាត់ផ្សិតបានអត់ចាសាប៊ូនឹងទៅកម្ចាត់បាក់តេរីតើមុខងារតួនាទីសាប៊ូកក់សក់នេះទៅកម្ចាត់បាក់តេរីបានអត់បើតួនាទីវាដើម្បីបំបត្តិអង្គែដើម្បីឲ្យអីគេឲ្យដុសសក់អញ្ចឹងវាអញ្ចឹងវាកុំឲ្យកើតប្រេងអីតែបងប្អូនបរិះខ្លះយល់ច្រឡំគាត់ថាគាត់មុតទឹកហើយយកតែសាប៊ូកក់សក់គាត់នឹងទៅកក់នោះគឺវាគ្រប់គ្រាន់ហើយប៉ុន្តែ pH ខុសគ្នាស្រឡះតួនាទីមុខងារ function វាខុសគ្នាស្រឡះតែម្ដងអញ្ចឹងសួរថាឥឡូវគាត់ចង់ទប់ស្កាត់ព្រោះបាក់ទឹកអនាម័យមួយចំនួនណាបើសិនជាយើងធ្វើសម្រាប់បណ្ដាប់បន្តពូជបរោះគឺវាពិតជាមាន function ទៅ protect បានអាបញ្ហាផ្សិតបញ្ហាបាក់តេរីបញ្ហា trichomonas បញ្ហាChlamydia gonorrhea មកប្រភេទឬក៏ប្រភេទគេហៅថា gram negative gram positive នៃមេរោគបាក់តេរីគឺវាមានតួនាទីទៅ protect ព្រោះគេបង្កើតមកដូចយើងបង្កើតនៅលើសក់អញ្ចឹងបើយើង focus លើសក់ការពារប្រេងការពារបំបត្តិអង្គែបំបត្តិអីឲ្យសក់ជ្រុះបើសិនជាគេធ្វើនៅបរិវេណទ្វាមាសរបស់បុរសសំទោសបរិវេណប្រដាប់បន្តពូជរបស់បុរសទី1 pH ត្រូវជាមួយនឹង pH របស់បុរស5ចុចឡើងចាធ្វើឲ្យស្បែកនៅប្រដាប់របស់ភេទរបស់គាត់នោះគឺមានសំណើមមិនរលាកចាវាអាចទប់ស្កាត់កម្ចាត់ប្រភេទដែលធ្វើឲ្យរលាកនៅប្រដាប់ភេទឬក៏នៅចុងស្បែករបស់គាត់ដូចជាបាក់តេរីដូចជាផ្សិតដូចជា trichomonas ឬក៏ប្រមេះទឹកបាយប្រមេះទឹកថ្លាឬអាក្រាម negative positive ហ្នឹងអញ្ចឹងបានន័យថាបើគាត់ជ្រើសរើសរបស់ត្រូវដែលមាន function និងមុខងារគាត់ល្អវាពិតណាស់គាត់ដាក់ទៅគឺវាបានផលនៅលើប្រដាប់បន្តពូជរបស់គាត់នឹងតែម្ដងវា clean ហ្មងវាស្អាតហ្មងហើយបើកាន់ណាគាត់ស្អាតហើយស្ត្រីនិយាយទៅស្ត្រីដែលគាត់មានស្វាមីយកចិត្តទុកដាក់រឿងបន្តពូជផ្លូវភេទគឺគាត់ដូចសំណាងហ្មងនិយាយទៅសំណាងព្រោះពេលដែលស្ត្រីឈឺម្ដងវាបាក់វេទនាណាគឺគាត់ដើរគ្រប់ហើយគឺដើរគ្រប់ហើយដូចបងប្អូនដែលមកជួបយើងថ្ងៃ33 event មើលគាត់ដើរគ្រប់ហើយអ្នកគ្រូទៅប៉ោយប៉ែតសោះស្កាត់ពីខេត្តណាខេត្តដីមកជួបហើយមិនមែនដើរតិចខែទេហើយប្តីគាត់ក៏កំដរដើរជាមួយគ្នាដែរកំដរដើរជាមួយគ្នារហូតអញ្ចឹងវាជាទុកលំបាកមួយដែលคล้ายទៅជាជំងឺផ្លូវចិត្តគេហៅថាធ្លាក់សរីងរៃរ៉ាំរ៉ៃចាប់ពិតមិនមែនរីងរៃដោយសារធ្លាក់សហ្នឹងទេរីងរៃដោយសារគាត់ពិបាកចិត្តហេតុអីបានគាត់ខុសគេម៉េះកើតមកមួយជីវិតនេះដើរព្យាបាលតែរឿងរោគស្ត្រីអញ្ចឹងវាមានកត្តារួមផ្សំអញ្ចឹងហើយដល់ពេលឲ្យស្វាមីគាត់ចេះតែលើកឡើងថាចុះបើគាត់អត់ធ្លាក់សផងគាត់អត់លំមាស់ផងគាត់អត់មានបញ្ហាផងបុរសគឺមិនងាយទេទីមួយស្បែកលឹងគាត់វែងចាមិនងាយឆ្លងរោគដូចស្ត្រីប្រដាប់បន្តពូជខ្លីនៅចិត្តរូនពូជនៅចិត្តរូននោមអញ្ចឹងវាងាយឆ្លងមែនទែនចាគ្រាន់តែមានមេរោគមកមិនបាច់ដល់ប៉ះរុនទ្វាមាសប៉ះតែរុនគូតគាត់ហ្នឹងក៏ឆ្លងបានដែរហើយបើលៀងមិនស្រួលទៅទាញមេរោគពីរុនគូតរុននោមនឹងចូលរុនទ្វាមាសនឹងផ្លុកមេរោគចូលទៅហ្មងអញ្ចឹងបានបងប្អូនបរិះបើសិនជាករណីថាគាត់លាងសម្អាតបានស្អាតក៏គាត់កាត់បន្ថយកុំឲ្យប្រពន្ធគាត់មានជំងឺដែរហើយកាលណាតាមភរិយាយើងអត់ឈឺហើយសេចក្តីសុខសុភមង្គលគ្រួសារយើងគឺវាហូរហៀទី1ចដេញតាំងលុយឥឡូវដោយអតិជនមកជួបអ្នកគ្រូអញ្ចឹងមួយខែទៅពេទ្យ3 ដង
គាត់ដាក់ច្បាប់រហូតរឿងជូនប្រពន្ធទៅពេទ្យព្យាបាលរោគស្ត្រីចុះបើឈឺហើយមិនមែនឈឺតែគាត់ម្នាក់ណាឈឺហើយពេលគ្រួសារចង់នៅជាមួយសេចក្តីសុខប្តីប្រពន្ធអត់កើតអញ្ចឹងវាត្រូវតែជាកង្វល់របស់គ្រួសារនឹងតែម្ដងដែលជារឿងទូចដែលអាចនឹងបងប្អូនអត់ទាន់យល់អញ្ចឹងខ្ញុំសង្ឃឹមថាសារមួយនេះសំណួរមួយនេះក៏ជាចំណុចមួយដែលធ្វើឲ្យបងប្អូនបរិសុទ្ធទាំងអស់យល់ថាវាអត់ដូចគ្នាទេហើយបងប្អូនមិនដាច់បរិសុទ្ធហើយស្ត្រីក៏ដូចគ្នាដែរបងស្រីដែលអញ្ជើញជួបចាគាត់សើចខះហ្មងគាត់ថាមកជីវិតគាត់ក៏ដែរដឹងសោះទើបតែជួបអ្នកគ្រូសៃពៅចាប្តីគាត់ជនជាតិឥណ្ឌូចាហើយប្តីគាត់ក៏សើចដែរគាត់សើចរឿងប្រពន្ធគាត់ឲ្យតែដោះខ្លួនគឺយកសាប៊ូនោះមកដោះទ្វារវាចេះគាត់ថាដោះមហាសែនដោះហ្មងតែដោះអាសាប៊ូដោះខ្លួនគាត់នឹងហើយគាត់មិនដែលដឹងថាគេមានទឹកអនាម័យសម្រាប់ដោះប្រដាប់បន្តពូជទេគឺគាត់ដឹងថាងូតទឹកយកសាប៊ូហ្នឹងគឺបដោះទ្វារមានដូចដោះសក់ដោះក្លៀកដោះខ្លួនគាត់ដែរគឺដោះជាប្រចាំហើយមិនត្រឹមតែដោះខ្លួនឯងទេឲ្យប្តីដោះដែរដោះទៅសាប៊ូទាំងពីរនេះតោះដល់ពេលដោះយូរទៅវាទៅជារលាកវាទៅជារមាស់វាទៅជាស្ងួតដល់ពេលយើងប្រាប់ទៅបានគាត់ថាភ្ញាក់យកតែមែនតែនគាត់មិនដែលដឹងសោះមិនដែលដឹងតតែសោះតែម្ដងអញ្ចឹងបងប្អូនបរិសុទ្ធយើងគឺដូចសំណួរមិញហ្នឹងគឺសូមឲ្យចាប់អារម្មណ៍ទៅលើរឿងថែរក្សាប្រដាប់បន្តពូជជាពិសេសបើសិនជាមានភរិយាដែលកំពុងមានជំងឺបើចង់ឲ្យភរិយាឆាប់ជាគឺអនាម័យទៅព្រោះដោយសារអីភរិយាមានផ្សិតដូចយើងនិយាយចឹងផ្សិតកកនៅទ្វារវាគាត់ដែរបាក់តេរីហើយធ្លាក់សមមានខ្ទុះហើយពេលដែលយើងដាក់ឧបករណ៍មួយចូលទៅវាមិនជាប់មកចាវាជាប់មកពិតប្រាកដបើមិនជឿយើងយកប្រដាប់បន្តពូជយើងទៅ scan មើលបើសិនជាមិនមានទេខ្ញុំឲ្យវាយខ្ញុំចាខ្ញុំឲ្យវាយបណ្ដោយអញ្ចឹងកាលណាយើងមានផ្សិតអញ្ចឹងដាក់ទ្វារប្រដាប់ភេទទៅមិនជាប់មកហើយយើងអត់កាហាយទេអត់ឈឺយើងអត់ផ្សាយយើងអត់មានចេញហូរទឹកអីមិនធម្មតាយើងនៅសុខស្រួលអញ្ចឹងគាត់គិតថាគាត់ឈឺទេប៉ុន្តែនៅក្នុងប្រដាប់ភេទហ្នឹងគឺច្បាស់ជាមានអាមេរោគផ្សិតហ្នឹងហើយប៉ុន្តែវាមិនធ្វើការវាមិនចេញរោគសញ្ញាដោយសារតែបុរសមិនងាយចេញរោគសញ្ញាតែដល់តែពេលភរិយាគាត់ទៅពេទ្យព្យាបាលហើយអីហើយជាបាត់ជាដល់តែពេលគាត់ដាក់គ្រួសារគាត់នៅជាមួយទៀតកើតទៀតចុះបើមានអ្នកចម្លងហ្នឹងអាចផ្ដល់ឲ្យគាត់បានចាអញ្ចឹងក៏ជាផ្នែកមួយដែរបើសិនជាបងប្អូនអញ្ចឹងបានការព្យាបាលគឺតែងតែឲ្យស្វាមីភរិយាសហការក្នុងការព្យាបាលបើសិនជាប្រពន្ធមានបញ្ហាតែមានបងប្អូនបរិសុទ្ធមួយចំនួនគាត់នៅតែសួរសំណួរមកវិញថាបើគាត់មិនឈឺតើឲ្យគាត់ទៅព្យាបាលយ៉ាងម៉េចចាអញ្ចឹងនេះជាចម្លើយថាបើអត់ឈឺក៏ដោយតែវាមានមេរោគតែមេរោគនឹងវាមិនចេញរោគសញ្ញាទេព្រោះដោយសារប្រព័ន្ធភាពស៊ាំរបស់បុរសល្អជាងស្ត្រីហើយមួយទៀតបុរសភាគច្រើនមិនសូវស្មុគស្មាញអីរ៉ាំរ៉ៃគិតច្រើនដូចស្ត្រីតែគេក៏លក់ស្រួលជាងដែរអញ្ចឹងមិនសូវមានបញ្ហាមួយទៀតដោយសារប្រដាប់ភេទហ្នឹងវែងអញ្ចឹងវាមិននៅចិត្តរុនគូតរុនលោមអីដែលងាយឆ្លងរោគដោយស្ត្រីទេអញ្ចឹងបងប្អូនបរិសុទ្ធស្ដាប់អ្នកគ្រូសៃពៅទៅឲ្យសារអនុវត្តតែប្រពន្ធយើងសុខភាពល្អចំណេញលុយចំណេញកាក់គ្រួសារមានក្តីសុខព្រោះស្ត្រីជាប្រភពចាគ្រួសារយើងចង់តិចទៅជុំដូចទឹកក៏ដោយសារស្ត្រីឥឡូវចូលផ្ទះពឹបគ្រាន់វាយសតុលម៉ូតូប្រលុតឡានភ្លាមប្រពន្ធមួម៉ៅឈុងឆាំងប្រពន្ធឈឺគេងលើក្រែលអ៊ូរទាំសួរថាយើងមានកម្លាំងអីណាចាមានណាមើលកូនមានណារៀបចំបាយទឹកមានណារៀបចំឲ្យប្តីស្អាតចាសម្លៀកបំពាក់ភ្លឹងមិនអញ្ចឹងស្ត្រីគឺជាប្រភពចាប្រភពនៃក្តីសុខសុភមង្គលគ្រប់យ៉ាងរបស់គ្រួសារអញ្ចឹងសូមឲ្យស្រឡាញ់ភរិយាឲ្យបានច្រើនទៅចាគ្រួសារយើងដឹងរុងរឿងហើយចាអូខេអរគុណមានតេជនម្នាក់ទៀតបើយើងនិយាយពីខាងបរិសុទ្ធណាចាបរិសុទ្ធភាគច្រើនគេសង្កេតឃើញថាមានចំណងផ្លូវភេទហ្នឹងថាច្រើនជាងស្រីចាជួនកាលក៏អាចមានដល់មួយថ្ងៃ2 3ដងឬក៏រាល់ថ្ងៃអីក៏មានដែរប៉ុន្តែមានបងស្រីនោះគាត់ឆ្ងល់ហើយគាត់មកសួរយើងគាត់ថាប្តីគាត់អត់មានចំណងផ្លូវភេទសោះអាហ្នឹងតើអាចមកពីអីដែរមានថាបុរសធម្មជាតិរបស់បុរសគឺមានចំណងផ្លូវភេទចាជាងស្ត្រីចាទ្រព្រះក៏ទ្រង់សម្ដែងដែរព្រោះបុរសគេថាសុខទុក្ខរបស់បុរសទីមួយបុរសគឺត្រូវការមុខមាត់ត្រូវការអំណាចហើយមួយទៀតគឺតាក់ទងជាមួយនឹងអារម្មណ៍ផ្លូវភេទរបស់បុរសនោះគឺគាត់មានហ្មងគឺជាសេចក្តីសុខមួយផ្នែកធំរបស់បុរសគ្រប់គ្នាតែបើសិនជាបុរសគាត់អត់បាត់បង់អារម្មណ៍គាត់អត់គិតដល់ហ្នឹងគឺគាត់មានវិបត្តិបានន័យថាវាតកតងជាមួយនឹងវិបត្តិផ្លូវភេទរបស់គាត់តិចច្រើនក៏បរិសុទ្ធត្រូវតែមានអារម្មណ៍នៅក្នុងការទំនាក់ទំនងផ្លូវភេទនឹងដែរមិនអាចអត់ទេតែក៏មានដែរបរិសុទ្ធខ្លះគឺត្រូវភរិយាបង្ខំហ្មងជាពិសេសបរិសុទ្ធដែលគាត់ចង់បានកូនចាឃើញមានបងប្អូនស្ត្រីខ្លះគាត់មានទុក្ខលំបាកដែលត្អូញត្អែថាប្តីអត់ព្រមចង់នៅជាមួយឬអត់នឹកអត់នីដល់ថ្ងៃខ្ជាក់មេជីវិតនឹងត្រូវទៅទាញប្តីហើយប្តីដូចអត់ខ្វល់សោះ
mau bị ấy hay nè khla quạt mà xua nhom tiết ở nhom chlai tha ta ở đây quạt miên say men call mỗi nè xây hay mình call mỗi quạt men ôi nè cầu chlai bán tê anh nâng tao xua ở đây luôn anh ta anh nâng có việc trong tham bồn bộ bờ rói bà dân kia mình call bị một pôn pe cứ miên sum nuốt nè sum nuốt đại phe ở dưới nó quạt phăng say khổng chết quạt áพวกก็ดังทับให้ไอ้มันประเดี๋ยวตื่นจังพวกมันนุ่งสมัยแต่สตรีก็เธอแต่มีอะไรร้องได้คือออโต้มันติดทอมาเจียดตอนแต่เปเจียบร้อยอัดมีอะไรร้องก็มันเชื่อก็ทับประเดี๋ยวก็ตะลุยมีข้างแขวแมนแต่ดาราร้องไอ้เนี่ยแขวอ้อแมนก็เป็นประกาศคือก็ซวยยมจังแมนให้ซวยแต่ขยมเย็นชลายบานเต้ยมชลายแต่อู้ปะไฮจังให้โอนประเดี๋ยวปนเกี่ยวชลูกเนี่ยมันบะหมอกแบบแต่ไอ้เจ้าเตี้ยขอกสังสรงพี่ยมมันอาชลายบานเต้ยมเมียนแต่ชลายปรับท่าเวียเมียนเวียสมัยก่อนผมtoàn cất hưởng nắng còn tái xong mà quát cất từ lơ rương bị bạch niên ní hay hao xoa mấy cốt mau bị phía xa sân cha là bây giờ dương đăng cho ba sân tha quạt miên bị bạch ấy kê tim mũi bị bạch tệ tôn chủng mũi nâng panh hạt bạch bong ở rom bạch bong chủng nóng được bong bồ ró nó cứ chia chủng ngữ bùi anh nó cứ chia chủng ngữ sầm rạp bồ ró món cái hao thắc soi phơi phết sầm rạp bồ ró quạt lên nấc lên nia khơi xảy ra đa cắt có quạt lên miên ở rom này và đập to pui quạt nó cứ viên lên chắp đam lên miên rủng nhôi nhân ấy tặng trong mòn cha chấm cứ viên miên chủng ngữ bài đẳng chẳng xong mà quạt mơ tam để chẹo quạt mau phần đất sân ta vì miền vị bát na muối được có ca bắt từng kịch na muối từ căn niêu chả được có từ say từ sát nó chung vinh và đạp hết được bỏ quát đại thưa ơi lên miền rong rụng nhôi nhưng tạm đầu muối tiết cứ ca thôi cho họ môn hết được bỏ quạt rồi hốt đó quát lên miền rụng nhôi phải là họ môn hết nhưng tạm đầu có thưa ơi quạt nó bắt bong rong này muối tiếtกับตาได้กดสมกสมายไปเนี่ยคลากดเหมือนตัวดอจุดนั่งให้ผลใต้เวียมซ้อมติ่งน้องติ่งดองไงอุเตียวท่ากดเฟื่อกากดสมกได้จมูกกางี้หล่อโหดดอกดอัดไปเลยอย่างนั้นตุกมัดดมมัดđó là màuได้กดเกยนั่งหายกดเถอะแต่โยกางี้นั่งมาวเฟื่อหรือกอฟักเคอร์ปัดดาวแต่เลือกางี้นั่งโดยซาแต่กดเจ้าตาเลยยืนติ่งดองอัดควาลำปีสึกได้สอกไอ้จังเตอร์ให้บรอนาติคลาเตียเตอร์ระเบียบท่ากดโยจัดปะปุ่นนั่งเมียนได้โดยท่ากดโยจัดปะปุ่นหรือก็ประเดี๋ยวปนกอดนั่งโดยทำเซอร์จอกสมรองเคลียจังเตอร์จังมาดอมาการกอดมีอะไรรอมาเพลทกอดโจประตูตะกอดโจไอ้ครูนไอ้จังเตอร์นะก็วิวไปจังบานมาเพลทนั่งเตอร์จังวิวเพื่อไอ้กอดนั่งวิวตัวหลวงเตอร์จริงจังยูเตอร์กอดเล่นจังเนยจมูกขู่ซาหรือว่ากอดเตอร์จีเล่นนั่งมีอะไรรอมีไอ้นักเรียจมูกประเดี๋ยวปนได้ใจมาเตอร์คือนั่นคือเชียร์วิบัติเพลิดเพลินสำหรับบรอเตะตรงจมูกกาซอยเพลิดเพลินนั่งแต่มาดองจังกอดเถอะแต่เมาเป็นนิดสาวเชียวให้รูลเอาหัวปัญหาให้ได้ให้แพร่เยียโดยคณีได้กลุ่มตัวสองสายหื่นไอ้เซ้งบนใต้หาวปได้เมาเป็นเพียซาคณีหมวยเป็ดสันเตอร์จะดับใบโรเมอร์ปีรึกก้นในปัญหาจ้ะนี่ยังใหญ่ปีถ้าปัญหาในสไลน์ในขนมการรวมรูปจมูกบรอเจสวามัยเมียนบองใส่แบบนี้ก็ถ้าปัญหาก็น้ำเมียนจำหนังหรือก็สวามัยก็น้ำเมียนจำหนังธรรมดาแต่ยังก็รวมมือคณีผลใต้นับไปได้รวมรูปจมูกคณีนั้นก็อัดได้บ้านดาวโกดได้หรือก็สำหรับเตะเพียเฉินคือประเดี๋ยวก็บ้านสำหรับมนจังให้ดาวโกดได้มนจังให้ก็ดูท่านใหญ่ไอโซสลับเตอร์เบียร์รำซ้อละจังแต่ก็อัดเมียนปัญหาไอเต้บรอจุดประเดี๋ยวนั้นอาจมีปัญหาแต่รู้ก็แต่เพิ่มไปได้นั่นนะไปมีแฟนโกทั้งปีเนี่ยโอเคคุยสมตัวนี่เห็นซีจุดเราเหมือนเต้นมองจังvậy tha bộ sài nơi khang khéo chạy bộ sài bán này khla chẳng á và tay cái lại đi vía trôi lẹ cái nạt tha cái lại đại dương trâu bị dùn có đo si chùm râu mong hayปัญหานั่งจูบชราเหมือนtay mình hiên băng bộ na hiên xua thì hay pe khla vịt ô nó mình hiên đạp tiệtมือtừ tay nhom nực lên nhà bom nhom lựcจะได้บอมโอนออกนี่ดับสันแต่บัดสันจูบปัญหานั่งซีจุ่มเรามองจังบันไปให้จีมันปีชนะมนยมประกาศคอสมวยยมได้ชมทาสกิลรูมขนมสกิลรูมนั่นคือจีสมนัวนั่งอักกำบังเตียงออกได้เพียชนะเมียนนักขนมดวงจัดเยื่อปันใต้เยื่อก็เหมือนอ่านมาบอกสายจีซาที่ระนาหรือก็มองใหญ่บานได้ลูตราแต่กวดนั่งคลาฮันเหมือนเต้นนักขนมการบอกสดับเยื่อผู้เนี่ยคลากดเอียนเยื่อติดนะจ้ากดอินยังติดก่ออินสดับยังบอกสายเตะจ้าจังแต่ต้องจมูกอารมณ์ระบบสตรีได้เหมือนดอลจุ่มดอยโกดาวเมียนจะรันเหม็นเต้นจ้าส่งไปแต่สมัติโตส่งไปแต่ครูขยมก็ทำมาจีวิตเนี่ยครูก็ทำขยมด็อกเตอร์ใส่เปามาจีวิตอายุสายปรำคือหมักดองก็เหมือนได้ให้กดซัวยมสมเพียซาแต่วันกดเราเคยปีปัญหาบอกกดจ้าจังบองพระองค์สตรียังบอกซัวท่าตาวิปะปอลไอเต้สำหรับสตรียังได้ยังมีอารมณ์เนื้อซอลแบบหนึ่งวิอัดปะปอลเลยควรแต่ท่าวิอัดไปยาวไอเฮ็ดไอ้วิอัดไปยาวผัวกาตัวเนี้ยตัวน้องเพลเพนนั่นก็วิเวียนไปยาวเช่น
ចាដែលខ្ញុំឆ្លើយតបសំណួរបងអូនម្នាក់ដែលគាត់ថារួមភេទញឹកញាប់ឬក៏ដល់គោលដៅនឹងធ្វើឲ្យសាច់ចាំក្មេងជាងវ័យណាចាការពិតការបញ្ចេញអរម៉ូនរបស់ស្ត្រីទៅដល់ចំណុចកំពូលហ្នឹងណាវាជួយស្ត្រីបានច្រើនមែនទែនទាំងស្ត្រីទាំងបុរសចាទី1គឺបំបត្តិ stress ធ្វើបំបត្តិ stress ឲ្យវាឲ្យអាបញ្ញាស្មារតីយើងនឹងគឺវាគិតលឿនណាបានថាវារស់រវើកវាអត់ស្ពឹកហើយបើអ្នកដែលគាត់ចាប់ផ្ដើមអត់មានដៃគូតអីមានរៀងស្ពឹកវាអត់សូវសកម្មហ្នឹងតាមការស្រាវជ្រាវពិតប្រាកដវាមាន reference មិនខ្ញុំនិយាយចេញពីមាត់ខ្ញុំទេណាចាហើយមួយទៀតវាធ្វើឲ្យសុខភាពរបស់គាត់ហ្នឹងក៏ល្អទៅតាមនឹងដែរសុខភាពគាត់រឹងមាំការវិវត្តរបស់សុខភាពស្បែកសុខភាពអីគាត់នៅលើអរបូនគាត់ហ្នឹងក៏វាល្អប្រសើរហើយតាក់ទងជាមួយនឹងអាការបញ្ចេញទឹករំអិលនៅទ្វារមាសហ្នឹងពេលដែលស្ត្រីទៅដល់គោលដៅគឺវាចាប់ផ្ដើមបញ្ចេញអាតំបន់ទ្វារមាសហ្នឹងគឺចាប់ផ្ដើមបញ្ចេញទឹករំអិលឲ្យគាត់មានសំណើមចាអញ្ចឹងបើសិនជាករណីគាត់អត់ទៅដល់នោះគាត់អត់មានសំណើមឯទ្វារមាសគាត់គឺវាអាចស្ងួតចាទីមួយគឺគាត់អត់មានគេហៅថាក្តីសុខនៅក្នុងអាទំនាក់ទំនងប្តីប្រពន្ធនឹងតែម្ដងគាត់អត់មានក្តីសុខទាំងអាទំនាក់ទំនងប្តីប្រពន្ធនឹងគឺវាមានគេហៅថានិយាយឲ្យស្រួលស្ដាប់សូមអរគុណបងប្អូនអរគ្នាដែលក្នុងបទចម្រៀងលោកតាសិនស៊ីសមុទ្រដែលគេថាឋានសួគ៌នៃប្តីប្រពន្ធណាអញ្ចឹងវាពិតប្រាកដមែនហ្នឹងតើតែបងប្អូនទាំងអស់គ្នាដោះស្រាយបញ្ហាហ្នឹងហើយស្វែងយល់ជាពិសេសស្ត្រីខ្លួនឯងត្រូវស្វែងយល់ព្រោះស្ត្រីភាគច្រើនខ្មាស់អៀនគាត់អត់បានទៅមុនពេលរៀបការយើងត្រូវទៅស្វែងយល់យ៉ាងម៉េចដើម្បីត្រៀមខ្លួននៅក្នុងទំនាក់ទំនងប្តីប្រពន្ធឬក៏រឿងលើក្រែចោះយើងនិយាយចេះឲ្យស្រួលស្ដាប់គឺអត់មានបានបងប្អូនណាទៅរៀនពីមូលដ្ឋានគ្រឹះហ្នឹងទេយើងខ្លួនឯងមិនបានទៅដឹងផងថាហើយពេលខ្លះស្ត្រីខ្លួនឯងខ្មាស់ខ្លួនឯងទៀតអ្នកខ្លះមិនហ៊ានពិនិត្យរាងកាយខ្លួនឯងផងចាអត់បានពិនិត្យថាអូសូម្បីតែលើដើមទ្រូងចង់វាមានទូចមានធំស្ត្រីខ្លះគាត់ដែរបានពិនិត្យខ្លួនឯងទេហើយបដាប់បន្តពូជរបស់គាត់ក៏គាត់ដែរបានពិនិត្យថាវាយ៉ាងម៉េចគាត់អៀនខ្លួនឯងក៏ពិតអត់ទេអាហ្នឹងគឺគេឲ្យយើងយល់ជាពិសេសមុនពេលដែលយើងមានដៃគូយើងត្រូវតែបានយល់ពីយើងត្រូវតែមានមូលដ្ឋានគ្រឹះចានិយាយទៅអ្នកមានមួយចំនួនណាជាពិសេសសិទ្ធិមួយចំនួនបើនៅស្រុកថៃវិញសម្បូរមែនទែនមុនពេលគេមានដៃគូគ្រួសារគឺគេទៅរៀនពីមូលដ្ឋានគ្រឹះទាំងអស់ហ្នឹងដើម្បីគេស្វែងយល់ពីខ្លួនឯងតំបន់រំញោចរបស់ស្ត្រីនៅកន្លែងណាចាឲ្យយើងដឹងហើយឲ្យដៃគូយើងយល់ហើយអាហ្នឹងគឺវាជួយបានច្រើនទី1គឺភាពគេហៅថាស្អិតរមួតរបស់ដៃគូដែលវាត្រូវជាប់គ្នាទៅមុខរហូតកាលណាតែយើងអត់យល់ហ្នឹងស្រឡាញ់គ្នាអើយស្រឡាញ់កាលតពេលការហើយវាត្រូវជាលេងយល់គ្នាហ្មងដោយសារយល់ថាប្រពន្ធខ្ញុំអត់យល់ពីខ្ញុំអត់យល់រឿងអីអត់អាចនិយាយបានតែទៅជួបមេធាវីសួរថានិយាយថាហេតុអីបានថាប្រពន្ធមិនយល់ចិត្តមិនអាចនិយាយបានព្រោះមិនអាចនិយាយថាប្រពន្ធខ្ញុំអត់ដែរយល់ពីខ្ញុំអត់ដែរយល់ពីអត់ដែរមានក្តីសុខរឿងហ្នឹងមិនហ៊ាននិយាយអញ្ចឹងស្ត្រីយើងត្រូវយល់ពីខ្លួនឯងដើម្បីដឹងថាតំបន់រំញោចខ្លួនឯងនៅកន្លែងណាពេលខ្លះបើយើងអត់យល់អាទំនាក់ទំនងប្តីប្រពន្ធនឹងប្តីគាត់អត់យល់ដែរវាអត់ទៅចំអាតំបន់ដែលជំរុញឲ្យស្ត្រីមានអារម្មណ៍ក៏អត់ដល់គោលដៅដែរអាហ្នឹងរឿងមួយទៀតអារម្មណ៍របស់ស្ត្រីគឺយូរជាងបុរសពេលខ្លះបុរសឆាប់ចេញទៅកាមពេកក៏ស្ត្រីអត់ដល់គោលដៅព្រោះដោយថាស្ត្រីខុសពីបុរសកាលណាគាត់បញ្ចេញទៅកាមហើយគឺគាត់លែងមានអារម្មណ៍នឹងត្រឡប់មកវិញម្ដងទៀតឯង repeat មកម្ដងទៀតឯងតែស្ត្រីអត់ទេពេលដែលគាត់បានទំនាក់ទំនងគ្រួសារគាត់ចប់ហើយគឺគាត់អាចមានអារម្មណ៍នឹងឡើងវិញសារជាថ្មីម្ដងទៀតអញ្ចឹងវាអត់ប៉ះពាល់អីដល់សុខភាពគាត់ទេគ្រាន់តែវាខាតវាអត់មានក្តីសុខអីដូចអ្នកខ្លះគាត់ថាកំដរតែប្តីឲ្យតែរួចអាហ្នឹងនិយាយឲ្យសុំអាទោសទៅចាអញ្ចឹងសុំឲ្យគាត់ទៅស្វែងយល់ឡើងវិញហើយតិចនិចដែលថាស្វាមីហ្នឹងអាចជួយភរិយាបានមានតែបើឲ្យខ្ញុំនិយាយជាសាធារណៈខ្ញុំអត់ហ៊ាននិយាយទេខ្លាចបងប្អូនថាខ្ញុំនឹងយ៉ាងម៉េចយ៉ាងម៉ាតែនេះខ្ញុំបកស្រាយតាមសំណួរទេហើយសំណួរទាំងអស់ហ្នឹងក៏ពិតជាប្រយោជន៍ទំនាក់ទំនងផ្លូវភេទគឺជាសុភមង្គលក្នុងគ្រួសារបងប្អូនកុំនិយាយថាអាហ្នឹងគ្មានប្រយោជន៍គឺបងប្អូននិយាយខុសហើយបើបងប្អូននិយាយបែបហ្នឹងបានន័យថាបងប្អូនអត់បានគិតស៊ីជម្រៅទេពេលដែលយើងឡើងដល់ចំណុចមួយយើងមានគ្រួសារយើងចង់កសាងសុភមង្គលរឿងហ្នឹងគឺជារឿងដែលយើងត្រូវស្វែងយល់មែនទែនអញ្ចឹងមុននឹងបងប្អូនគិតថាកម្មវិធីពួកខ្ញុំឬក៏ខ្ញុំបំពុកបកស្រាយនឹងចេញទៅយ៉ាងម៉េចយ៉ាងម៉ាបងប្អូនចូលទៅបន្ទប់ទឹកលុបមុខខ្លួនឯងសិនឲ្យតិចចិត្តសិនហើយសួរថាមនុស្សទូទៅគឺមានប្រយោជន៍ទេបើអត់មានទំនាក់ទំនងផ្លូវភេទកើតកូនកើតចៅមិនបានសេចក្តីសុខគ្រួសារការបន្តវេនទៅជាធនធានមនុស្សយ៉ាងម៉េចបានបើសុខភាពផ្លូវភេទយើងមិនល្អឥឡូវដូចយើងនិយាយគ្នាចឹងថាប្តីខ្សោយហើយមិននឹកមិននាមិនអីសោះទាំងថ្ងៃដែលត្រូវមានកូនប្រពន្ធចង់បានកូនក៏ប្តីមិនខកទៅមានកូនមកមិនប្រពន្ធនឹងផ្ទះសានេះគិតតែមហោអ្នកគ្រូសិពើជួយផងទៅជួយយ៉ាងម៉េច
ជួយបានតែប្រឹក្សាប៉ុន្តែរឿងមានកូនគឺជាបេសកកម្មរបស់ប្តីប្រពន្ធមិនមែនបេសកកម្មរបស់អ្នកគ្រូទេអ្នកគ្រូបានតែជាមនុស្សដែលនៅពីក្រោយបានបញ្យល់បានណែនាំបានបង្ហាញផ្លូវអញ្ចឹងណាអញ្ចឹងរឿងហ្នឹងវាពិតជាសំខាន់ហើយសំខាន់យកតែមែនតែនជាពិសេសបើគេគិតដល់មុនពេលរៀបការគឺគេបញ្ជូនកូនទៅរៀនហ្មងចាទៅរៀនពីមូលដ្ឋានគ្រឹះនៃគេហៅទំនាក់ទំនងផ្លូវភេទចាទាំងប្តីទាំងប្រពន្ធឲ្យយល់កុំឲ្យខ្មាស់អៀនព្រោះពេលខ្លះខ្មាស់អៀនគិតថាប្តីអត់ខ្វល់រឿងអីទេខ្វល់តែរឿងហ្នឹងពីមុនកាលពេលស្គាល់គ្នាមនុស្សល្អស្រឡាញ់គ្នាមើលថែយើងស្រាប់តែបានជាប្តីទៅប្រពន្ធខ្វល់តែរឿងហ្នឹងអញ្ចឹងវាទៅជាមានអារម្មណ៍ផ្សេងវាទៅជាមាន mindset ផ្សេងវាទៅជាមើលគ្នាខុសទាំងធាតុពិតគឺដោយសារតែគាត់ស្រឡាញ់ដោយសារតែតម្រូវការភេទរបស់គាត់តែបើយើងចេះចរចាគ្នាយើងចេះយល់ពីគ្នាយើងចេះធ្វើយ៉ាងម៉េចផ្ដល់ឲ្យដោយយ៉ាងក្តីស្រឡាញ់មិនដោយការបង្ខិតបង្ខំចាឲ្យក៏មិនដោយការលះបង់ទេផ្ដល់ឲ្យដោយការស្រឡាញ់យើងក៏ទទួលបានអត្ថប្រយោជន៍របស់យើងប្តីប្រពន្ធយើងប្តីយើងក៏ទទួលបានយើងទាំងពីរនាក់ក៏ទទួលបានចាអាហ្នឹងវាស៊ីជម្រៅបន្តិចចឹងបងប្អូនទាំងអស់គ្នាបើសិនជាមានវិបត្តិអាហ្នឹងចាំមកអ្នកគ្រូសៃពៅទៅមិនមែនប្រម៉ូទទេប៉ុន្តែមិនអាចនិយាយឲ្យជ្រាលជ្រៅទៀតហ្នឹងបានទៀតទេចាអញ្ចឹងដូចជាថាអស់សំណួរពីបងប្អូនយើងនៅក្នុងសប្តាហ៍នេះហើយឬក៏ថ្ងៃនេះហើយអញ្ចឹងអាចបងប្អូនផ្សេងដែលមានសំណួរតាក់ទងនឹងសុខភាពផ្លូវភេទឬក៏សុភមង្គលផ្លូវភេទនៅក្នុងគ្រួសារអាចចោទសួរមកខាងយើងនៅក្នុង comment ឬក៏ឆាតមកជា private message បានឬក៏ធ្វើការណាត់ជួបអ្នកគ្រូសៀវភៅជាពិសេសដើម្បីធ្វើការសាកសួរអំពីបញ្ហាផ្សេងៗដែលបងប្អូនអត់ហ៊ានសួរនៅលើប្រព័ន្ធបណ្ដាញសង្គមបាទអញ្ចឹងថ្ងៃនេះផងដែរសូមអរគុណអ្នកគ្រូសៀវភៅបានបកស្រាយចម្ងល់បងប្អូនឬក៏ចែកជូនបងប្អូនមួយចំនួនដែលអត់បានមកជួបអ្នកគ្រូសៀវភៅផ្ទាល់ហើយនឹងបងប្អូនដែលមានចម្ងល់ច្រើនមែនទែនតាក់ទងទៅនឹងបញ្ហាសុខភាពបន្តពូជរវាងគ្រួសារអញ្ចឹងសូមអរគុណបងប្អូនសូមតាមដានទស្សនានៅសំណួរនឹងវគ្គបន្តទៀតសូមជម្រាបលាចា៎